អាដាមម៉ាងសនិតអភិបាលខេត្តប្រស័យនុមានប្រសាសន៍ថាខេត្តប្រស័យនុដែលស្ថិតនៅប៉ែកនិរដីនៃប្រទេសកម្ពុជាជាខេត្តឆ្នេរសមុទ្រដ៏មានសក្តានុពលនិងជាតារារះនាទិសនិរដីខេត្តនេះមានផ្ទៃដីជាង 2658 គីឡូម៉ែត្រការ៉េមានប្រជាជនជាង 31,000 នាក់និងមានរដ្ឋបាលក្រុងស្រុកចំនួន 6 រាជរដ្ឋាភិបាលបានកំណត់ខេត្តប្រស័យនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនិងជាពលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជាតាមមន្ត្រីរដ្ឋបាលខេត្តប្រស័យនុបានដឹងថានៅក្នុងឆ្នាំ 2025 កន្លងទៅខេត្តប្រស័យនុសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចប្រមាណ 5% និងមានផលិតផលក្នុងស្រុកសរុបជាង 1407,000 លានដុល្លារអាមេរិកជាមួយគ្នានេះខេត្តប្រស័យនុក៏មានធនធានធម្មជាតិដ៏សម្បូរបែបរួមមានកោះចំនួន 32 ឆ្នេរសមុទ្រប្រវែងជាង 175 គីឡូម៉ែត្រមានព្រៃកោងកាងមានភ្នំទឹកជ្រោះនិងឧទ្យានជាតិលើគោកនឹងបាតសមុទ្រដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍សេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មមន្ត្រីរដ្ឋបាលខេត្តប្រស័យនុដែលលើកឡើងថាដោយសារតែមានសក្តានុពលទាំងនេះខេត្តប្រស័យនុក៏ត្រូវបានប្រសិទ្ធនាមថាតារារះនាទិសនិរដីនិងជាស្នូលនៃតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជាហើយអាដាមអភិបាលខេត្តប្រស័យនុនៅគ្រប់វេទិកាប្រជុំឬក៏វេទិកាជួបជុំនានាអាដាមក៏បានលើកទឹកចិត្តឲ្យមន្ត្រីរាជការប្រជាពលរដ្ឋចូលរួមជាមួយនឹងរដ្ឋបាលខេត្តដើម្បីរួមគ្នាអភិវឌ្ឍខេត្តប្រស័យនុជាបន្តបន្ទាប់ទៀតជាមួយគ្នានេះតាមមន្ត្រីរដ្ឋបាលខេត្តលើកឡើងថាបច្ចុប្បន្នខេត្តមានហេដ្ឋារចនាសម្ព័ន្ធទំនើបនិងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរួមមានកំពង់ផែស្វយ័តក្រុងប្រស័យនុអាកាសយានដ្ឋានអន្តរជាតិផ្លូវលបឿនលឿនភ្នំពេញប្រស័យនុផ្លូវដែកផ្លូវជាតិនិងតំបន់សេដ្ឋកិច្ចពិសេសចំនួន 13 ដែលមានកម្លាំងជំរុញដ៏សំខាន់សម្រាប់វិស័យភស្តុភារពាណិជ្ជកម្មនិងការវិនិយោគបន្ថែមពីនេះទៀតកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តប្រស័យនុដែលបានបន្តអនុវត្តរហូតដល់បំណាច់ឆ្នាំ 2027 ក៏បានទាក់ទាញគម្រោងវិនិយោគជាច្រើនទៀតនិងបានរួមចំណែកបង្កើតការងារជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាបន្តបន្ទាប់ពីខ្ញុំហួយបន្លែង LTNG News ខេត្តប្រស័យនុភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពី Yinsen